ជំរាបសួរពុកម៉ែបងប្អូននិងអតិថិជនដែលកំពុងប្រើប្រាស់ម៉ាស៊ីនសូឡាទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីការកំណត់ setting ទៅលើម៉ាស៊ីនក្រវ៉ាត់នៅក្នុងចំណុចទី21ដែលនិយាយអំពីបាទការ cut off ម៉ាស៊ីននៅពេលដែលអាគុយយើងធ្លាក់ទាបបាទអញ្ចឹងនៅក្នុងចំណុចហ្នឹងគឺខ្ញុំភ្ជាប់ម៉ាស៊ីនក្រវ៉ាត់នេះជាមួយនឹងអាគុយប្រភេទលីជូមបាទហើយក្នុងចំណុចហ្នឹងដែរនេះវាចេញអក្សរ fail បែបនេះបាទ load ក្រហមកន្លែងហ្នឹងគឺដោយសារតែខ្ញុំអត់បានភ្ជាប់ខ្សែ LAN DMS ចូលទៅអាគុយដូច្នេះវាចេញ fail ប៉ុន្តែខ្ញុំបានកំណត់ត្រឹមត្រូវអស់ហើយអញ្ចឹងដើម្បីកំណត់ឥឡូវយើងចូលទៅក្នុងម៉ាស៊ីនទាំងអស់គ្នាបាទអញ្ចឹងដើម្បីចូលបងប្អូនចុចសញ្ញា enter ឬក៏នេះសញ្ញានេះបាទយើងចុចឲ្យជាប់មកបាទចុចមកវានឹង load ចេញញាក់001បែបនេះបាទអញ្ចឹងយើងទៅរកចំណុច021អញ្ចឹងបងប្អូនចុចប៊ូតុង2នេះបាទមួយណាក៏បានឥឡូវខ្ញុំចុចយកប៊ូតុង down នេះបាទចុចមកដើម្បីឲ្យលេខនៅផ្នែកខាងស្ដាំគេនេះវាផ្លាស់ប្ដូរបាទយើងចុចលើដល់021មកបាទឥឡូវយើងមកដល់ចំណុចទី021នេះហើយបាទអញ្ចឹងយើងមកមើលផ្នែកកណ្ដាលនេះវានឹងបង្ហាញជាភាគរយបាទហើយបញ្ជាក់ជូនបងប្អូនលក្ខខណ្ឌបើយើងប្រើអាគុយខុសពីប្រភេទលីស្យូមនេះវានឹងបង្ហាញជាតុងសុងបាទធម្មតាវាអត់បង្ហាញជាភាគរយបែបនេះទេប៉ុន្តែបើសម្រាប់ការប្រើជាមួយនឹងអាគុយលីស្យូមវាមាន EMS មានអីរបស់វាអញ្ចឹងទៅវានឹងបង្ហាញជាភាគរយដូចនេះបាទប៉ុន្តែបើសិនជាអាគុយ gel ឬក៏អាគុយ AGM អីគឺវាចេញជាលេខតុងសុងបាទ42 43ឬក៏45តាមការកំណត់អញ្ចឹងទៅបាទអញ្ចឹងបាទមកដល់ចំណុចនេះយើងចង់កែនេះកែលេខកណ្ដាលនេះឲ្យវានៅឥឡូវខ្ញុំឧបមាថាយើងដាក់ 20% ឥឡូវនេះវាចេញលេខ25អញ្ចឹងដើម្បីកំណត់វាយើងចុច enter មួយមកបាទចុច enter មកវានឹងផ្លាស់ប្ដូរពីញាក់មកខាងពីខាងស្ដាំនេះមកខាងឆ្វេងបាទយើងចង់កំណត់លេខខាងចុងទី3នេះបាទអញ្ចឹងយើងត្រូវធ្វើឲ្យលេខចុងហ្នឹងវាញាក់បាទឥឡូវចេញមកបាទឥឡូវនេះវាញាក់នៅខ្ទង់ទី3បាទបងប្អូនតម្លាក់វាមកបងប្អូនចង់តម្លើងចុច up ទៅបងប្អូនចង់តម្លាក់ចុច down មកបាទបាទអញ្ចឹងចំណុចនេះខ្ញុំជំរើសយក020បាទអញ្ចឹងណាអញ្ចឹងខ្ទង់ទី1លេខ0ខ្ទង់ទី2លេខ2ខ្ទង់ទី3លេខ0មានន័យថា20បាទអញ្ចឹងនេះអក្សរពណ៌ខៀវទូចនេះគឺជាភាគរយតែយើងមើលអត់ឃើញបាទតែគេបង្ហាញជាភាគរយអញ្ចឹងមកដល់ចំណុចនេះយើងកំណត់រួចរាល់យើងធ្វើការចុច enter មួយបាទចុច enter ហើយលេខបាទលេខខាងចុងស្ដាំនេះវាញាក់បាទគឺជាការរួចរាល់ហើយអញ្ចឹងយើងធ្វើការចុចកន្លែងនេះមួយមកដើម្បីមកប៊ូតុង home ធម្មតាអញ្ចឹងចុច ESC មកបាទអញ្ចឹងពេលដែលយើងចុចបែបហ្នឹងហើយនេះវា load មកប៊ូតុង home បែបនេះបាទអញ្ចឹងនៅក្នុងវីដេអូចំណុចទី21នេះខ្ញុំមានតែប៉ុណ្្នឹងទេបាទចំពោះការកំណត់តុងសុងអាគុយធ្លាក់ទាបបាទដើម្បីឲ្យម៉ាស៊ីនធ្វើការ cut off បាទជម្រាបលាខ្ញុំមានតែប៉ុណ្្នឹងឯង